ពាក្យសម្ដីរបស់យ៉ាវរ៉ែនគឺផ្ទុយស្រឡះពីអាកប្បកិរិយារបស់គាត់ចំពោះគ្រូសាលិនត្រូវហើយជីវិតដែលនាងរស់នៅក្នុងគ្រួសារលីនមិនដូចជីវិតអ្នកមើលថែក្មេងទេគ្រួសាររបស់សិលិនមិនដូចអ្វីដែលគាត់និយាយទេមនុស្សគ្រប់គ្នាមិនត្រូវទោះបីជាខ្ញុំខ្វាក់ភ្នែកដោយសារពាក្យសម្ដីរបស់គាត់ក៏ដោយក៏ខ្ញុំមិនអាចមើលឃើញច្បាស់ដែរមានបញ្ហាអ្វីជាមួយគ្រួសារលីនក្នុងការបរិភោគនិងប្រើប្រាស់របស់មួយចំនួនខ្ញុំមិនដឹងថាអ្នកបានរងទុក្ខវេទនានៅក្នុងដៃរបស់ខ្ញុំទេការខូចខាតដែលខ្ញុំបានរងទុក្ខហាត្រូវឬខុសនោះជាអ្វីដែលខ្ញុំបានតែលើកជង្គង់លើសេះក៏មិនអាចបិទបាំងការពិតដែលថាចៅឡានត្រូវបានគេរំលោភប្រើប្រាស់ពុស្តាងនៃស្ថានភាពរបស់កុមារតើចំណុចតូចតាចនេះមានន័យយ៉ាងណាឲ្យកុមារធ្វើតេស្តឲ្យបានរហ័សចូលយើងនិយាយអំពីប្រវត្តិរបស់កុមារមានកំណត់ត្រាខ្លមមើលទី2នៅក្នុងថតឯកសាររបស់ Dian Shen សូមយកវាការបង្ហាញពុស្តាងនេះដល់មនុស្សគ្រប់គ្នានឹងដោយផ្ទាល់ខ្ញុំនឹងបញ្ជាក់ពីភាពគ្មានទោសរបស់ឪពុកខ្ញុំប្រឆាំងនឹងខ្ញុំគាត់ចាស់ហើយគាត់ធ្លាប់ជួបរឿងបែបនេះរឿងបែបនេះពិតជាឈឺចាប់គ្រប់គ្រាន់ហើយអ្នកនៅតែចង់បង្ហាញជាសាធារណៈអំពីដំណើរការនៃការបង្ខំគាត់នោះតើអ្នកនៅតែមានមនុស្សធម៌ទេតើអ្នកត្រូវបានបង្ខំឲ្យដោះលែងមែនទេវាច្បាស់ណាស់ថាប្រសិនបើពុកខ្ញុំពិតជាបានរំលោភយ៉ាវឡែនមែនយើងនឹងទទួលយកច្បាប់គាត់គួរតែត្រូវបានប្រន្ទាទោសតាមបទល្មើសរបស់គាត់ការប៉ុនប៉ងរបស់អ្នកដើម្បីបំបត្តិការជិះចាប់យ៉ាងឆាប់រហ័សគឺគ្មានប្រសិទ្ធភាពទេខ្ញុំបានរកឃើញរបស់របររបស់ Daejuan អ្វីដែលលោកយ៉ាវរ៉ែនបាននិយាយគ្នានឹងអាកប្បកិរិយារបស់គាត់តតែសោះនៅផ្ទះគ្រូសាលីនមែនហើយនេះជារបៀបដែលគាត់នៅផ្ទះគ្រូសាលីនគ្រូសាលីនរស់នៅជីវិតដ៏គួរឲ្យភ័យខ្លាចទាំងស្រុងវាមិនដូចអ្វីដែលគាត់និយាយទេមនុស្សគ្រប់គ្នាមិនគួរងើតងល់នឹងពាក្យសម្ដីរបស់គាត់ទេសូម្បីតែខ្ញុំមានបញ្ហាអ្វីជាមួយគ្រូសាលីនក្នុងការបរិភោគនិងប្រើប្រាស់របស់មួយចំនួនវាមិនអាចទូទាត់សងនៅទុក្ខវេទនាដែលខ្ញុំបានស៊ូទ្រាំនៅផ្ទះគ្រូសាលីនបានតតែសោះការខូចខាតហាត្រូវឬខុសនោះក៏ជាការពិតដែរនេះជារឿងមួយប៉ុន្តែវាមិនអាចបិទបាំងការពិតដែលថាចៅឡានត្រូវបានគេរំលោភបានឡើយប្រសិនបើវាជាការផិតក្បត់ពួកគេត្រូវផ្ដល់ពុស្តាងរបស់កុមារតើចំណុចតូចតាចនេះមានន័យយ៉ាងណាសូមឲ្យករណីនេះយើងស្វែងយល់ពីប្រវត្តិរបស់កុមារមានកំណត់ត្រាខ្លមមើលទី2នៅក្នុងថតឯកសាររបស់ចៅក្រមប្រធានសូមយកវាទៅការបង្ហាញពុស្តាងនេះដល់មនុស្សគ្រប់គ្នានឹងដោយផ្ទាល់ខ្ញុំនឹងបញ្ជាក់ពីភាពគ្មានទោសរបស់ឪពុកខ្ញុំប្រឆាំងនឹងអូនស្រីខ្ញុំចាស់ណាស់ហើយគាត់ធ្លាប់ជួបប្រទះស្ថានភាពបែបនេះដែរស្ថានភាពនេះពិតជាឈឺចាប់គ្រប់គ្រាន់ហើយអ្នកនៅតែត្រូវបង្ហាញព័ត៌មានលម្អិតជាសាធារណៈអំពីរបៀបដែលនាងត្រូវបានបង្ខំឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពនេះអ្នកនៅតែមានមនុស្សតើការរួមភេទត្រូវបានបង្ខំឲ្យធ្វើទេចូលយើងនេះបង្ហាញថាប្រសិនបើពុកខ្ញុំពិតជាបានរំលោភយ៉ាវឡែនមែនយើងនឹងទទួលយកការចោទប្រកាន់តាមច្បាប់សងគាត់វិញការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃការជិះចាប់របស់អ្នកគឺគ្មានប្រសិទ្ធភាពទេខ្ញុំបានរកឃើញរបស់របររបស់ Daejuan រួចហើយអូទេគ្រូសាអ្នកមានបំផុតបានចប់ហើយប្រសិនបើក្មេងនេះពិតជាប្រធានាធិបតីលីនមែនតើគាត់មិនយ៉ាងហោចណាស់នឹងទទួលបានពាក់កណ្ដាលនៃទ្រព្យសម្បត្តិទេហាបងប្អូនពីរអ្នកនេះឆ្លាតណាស់យ៉ាវឡែនយ៉ាវ Daejuan សម្រស់របស់អ្នកសូបិនការធ្វើតេស្តបានបង្ហាញថាកូនរបស់យ៉ាវឡែនមិនមានទំនាក់ទំនងជាមួយលេនហងថែវទេគ្មានទំនាក់ទំនងពុកម្ដាយកូនទេតើមានអ្វីដែលមិនអាចទៅរួចតើវាអាចទៅរួចដោយរបៀបណាមិនអាចត្រូវតែមានទំនាក់ទំនងឪពុកម្ដាយកូនរវាងអ្នកយកខុសហើយអ្នកប្រកាសជាយកខុសហើយលោក Leo Sijing តាមរយៈក្រុមសហការីនៅក្នុងការពិភាក្សាដ៏ទូលំទូលាយមួយទាក់ទងនឹងករណីរបស់យ៉ាវឡែនប្តឹងលេនហ្វេងថែវពីបទរំលោភសេពសន្តិវៈតុលាការនេះបានប្រកាសសាលក្រមរបស់ខ្លួនដោយសារនៅក្នុងតុលាការហើយតុលាការត្រូវបានផ្អាកខ្ញុំនឹងមើលថែឪពុកម្ដាយរបស់ខ្ញុំប្រសិនបើពួកគាត់សុខសប្បាយមកដល់ឈប់ទៅខ្ញុំបានឃើញថាខ្ញុំបានយកស្ករគ្រាប់ថ្មដោយខ្លួនឯងកូនប្រុសរបស់ខ្ញុំជាម្ដាយរបស់អ្នកមកពីគ្រួសារលីនកុមារលទ្ធផលតេស្តនឹងបញ្ជាក់វាអ្នកទាំងអស់គ្នាអាចបន្តស្រមៃចង់ខ្លាចជាអ្នកមានខណៈពេលដែលនៅតែចង់ធ្វើជាមនុស្សមានអ្នកអាចស្រមៃចង់បានអ្វីក៏បានវាត្រូវតែជាអ្នកដែលបានធ្វើវាមានរឿងអ្វីកើតឡើងចុះយ៉ាងម៉េចដែរគួរឲ្យអាណិតណាស់ដែលក្មេងនេះគ្មានអ្វីសោះបើមិនមែនដោយសារម្ដាយខ្ញុំទេខ្ញុំខ្វាក់ភ្នែកហើយដែលបានជួយអ្នកចុះឃ្លានឲ្យអ្វីគ្រប់យ៉ាងដែលគ្រួសារយើងបានជួបប្រទះក្នុងជីវិតអតីតកាលរបស់យើងឥឡូវនេះជាវេនរបស់អ្នកហើយម៉ាក់និងប៉ាលោកបាំង